មានការឆបោកតាមអនឡាញដែលគួរយើងស្មានមិនដល់ថាវាអាចកើតមានមែនទែនហើយជាការឆបោកមួយដែលគ្រោះថ្នាក់ជាងគេបំផុតនៅលើโลกឥឡូវនេះកំពុងកើតឡើងនៅក្នុងប្រទេសថៃសារព័ត៌មានទូទាំងពិភពលោកកំពុងតែចុះផ្សាយអំពីជនរងគ្រោះអាយុ21ឆ្នាំជានិស្សិតស្រីម្នាក់រស់នៅទីក្រុងហុងកុងត្រូវបានចាប់ជំរិតមកប្រទេសថៃដោយអ្នកចាប់ជំរិតនិងជនរងគ្រោះអត់បានជួបមុខគ្នាទេក៏ប៉ុន្តែជំរិតបានលុយរាប់លានដុល្លារហើយរបៀបឆបោកចាប់ជំរិតតាមអនឡាញនេះអ្នកអស់នឹងត្រូវតែដឹងព្រោះវាគឺជាល្បិចឆបោកដ៏គ្រោះថ្នាក់ជាងគេបំផុតវាជាវិធីឆបោកនិងចាប់ជំរិតដែលស្ទើរតែមិនឲ្យយើងជឿថាវាអាចកើតមានទៀតផងដំណើររឿងក៏បែបនេះនៅថ្ងៃទី19នៅថ្ងៃទី20ខែឧសភាឆ្នាំ2026នេះគឺមានជនឆបោកមួយក្រុមបានតាក់ទងទៅនិស្សិតស្រីអាយុ21ឆ្នាំម្នាក់ហ្នឹងដែលរស់នៅក្នុងទីក្រុងហុងកុងហើយជនឆបោកទាំងអស់ហ្នឹងបានបន្លំខ្លួនមន្ត្រីហើយនិងប៉ូលីសរបស់ប្រទេសចិនបន្ទាប់មកប្រាប់ទៅកាន់ជនរងគ្រោះថាឈ្មោះរបស់ជនរងគ្រោះមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថាកំពុងតែជាប់ពាក់ព័ន្ធជាមួយនឹងសំណុំរឿងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាមួយនឹងការលាងលុយលក្ខណៈអន្តរជាតិនេះច្បាស់ជាឆ្ងល់ហើយតាមធម្មតាមនុស្សយើងអត់មានជាប់ពាក់ព័ន្ធជាមួយរឿងទាំងអស់ហ្នឹងទេហើយក្មេងម្នាក់ហ្នឹងគឺគ្រាន់តែជានិស្សិតធម្មតាម្នាក់ដែលមិនមែនជាអ្នកដែលលេងហ៊ុនឬមួយក៏បង្កើតផ្សារហ៊ុនអីលេងលើខ្លួនឯងហ្នឹងគឺអត់មានទាំងអស់ក្មេងម្នាក់នេះគឺគ្រាន់តែជានិស្សិតម្នាក់តែប៉ុណ្ណោះហើយដែលបានជាអាចទៅជឿនៅពេលដែលគេប្រាប់ថានាងជាប់ពាក់ព័ន្ធជាមួយនឹងរឿងនាងលុយទៅវិញដោយសារតែជនឆបោកទាំងអស់នោះមានល្បិចបោកប្រាស់ដែលជឿថាបើសិនជាគ្រាន់តែនិយាយបែបហ្នឹងមនុស្សយើងនឹងអត់ជឿទេដូច្នេះគេបានរៀបចំទុកជាមុននៅស្ទូឌីយោដែលមានលក្ខណៈដូចជាប៉ុស្តិ៍ប៉ូលីសឬក៏ការិយាល័យប៉ូលីសអីចឹងទៅហើយចាប់ផ្ដើមធ្វើការតាក់ទងទៅកាន់ជនរងគ្រោះតាមរយៈវីដេអូខលពីព្រោះមនុស្សយើងតែងតែគិតថាបើសិនជាគេឆបោកយើងគេនឹងមិនហ៊ានខលវីដេអូមកយើងទេពីព្រោះបើខលទៅយើងនឹងឃើញមុខយើងនឹងស្គាល់ថាគេជាអ្នកណាគេឬយើងនឹងដឹងថាបរិយាកាសរបស់គេគឺមិនមែនជាប៉ូលីសក៏ប៉ុន្តែដោយសារតែជនឆបោកគឺបានត្រៀមខ្លួនរួចជាស្រេចទៅហើយរៀបចំស្ទូឌីយោឲ្យចេញទៅជាប៉ុស្តិ៍ប៉ូលីសតែម្ដងដើម្បីធ្វើការបោកប្រាស់ឲ្យបានកាន់តែដូចពិតប្រាកដតាមរយៈវីដេអូខលនោះជនឆបោកថែមទាំងបង្ហាញនៅឯកសារផ្សេងៗដែលមានភ្ជាប់ជាមួយនឹងឈ្មោះរបស់ជនរងគ្រោះទៀតផងថាជនរងគ្រោះពិតជាជាប់នៅក្នុងបទឧក្រិដ្ឋកម្មដែលមានពាក្យបណ្ដឹងពីរដ្ឋាភិបាលចិនហើយពេលនេះរដ្ឋាភិបាលចិនរួមជាមួយនឹងមន្ត្រីប៉ូលីសចិនត្រូវការឲ្យនាងសហការដើម្បីធ្វើការស៊ើបអង្កេតសម្ងាត់មួយប្រសិនបើនាងមិនសហការទេប៉ូលីសនឹងទៅដល់ផ្ទះហើយធ្វើការឃាត់ខ្លួននាងអាចជាប់គុកពី10ឆ្នាំ20ឆ្នាំអីចឹងទៅចឹងនេះគឺជាល្បិចដែលគេឆបោកឲ្យជនរងគ្រោះចាប់ដើមជឿបន្ទាប់ពីនាងជឿហើយភ័យស្លន់ស្លោនឹងធ្វើតាមការណែនាំរបស់ពួកគេហើយសកម្មភាពនៃការឆបោកនេះគឺចាប់ផ្ដើមឡើងនៅថ្ងៃទី19និងថ្ងៃទី20ខែឧសភាឆ្នាំ2026ដែលក្រុមជនឆបោកនឹងគឺបានបញ្ចូលឲ្យនាងស្នើលុយពីឪពុករបស់នាងចំនួន 1.4 លានដុល្លារហុងកុងដោយអះអាងថាត្រូវបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុរបស់នាងសម្រាប់ការទៅសិក្សានៅបរទេសជាផ្នែកមួយនៃការសហការនិងការស៊ើបអង្កេតសម្ងាត់ដែលប៉ូលីសកំពុងតែធ្វើជាមួយជនរងគ្រោះនឹងជនរងគ្រោះជឿក៏តាក់ទងទៅបញ្ចូលឪពុកដើម្បីឲ្យឪពុកនឹងបានលុយឲ្យឪពុកពេលដែលឮថាកូនទៅសិក្សានៅបរទេសអញ្ចឹងទៅក៏ធ្វើការបាញ់លុយមកឲ្យកូន 1.4 លានដុល្លារហុងកុងពេលដែលលុយហ្នឹងផ្ទេរចូលមកក្នុងគណនីរបស់ក្មេងស្រីម្នាក់ហ្នឹងភ្លាមជនឆបោកក៏ផ្ទេរលុយហ្នឹងចេញពីក្នុងកងរបស់ជនរងគ្រោះភ្លាមដើម្បីបញ្ចូលទៅក្នុងកងសមាគមនិស្សិតសិក្សាក្រៅប្រទេសមួយដើម្បីជាការឆបោកបន្តដែលប្រាប់ថានោះគឺជាវិធីសាស្ត្រនៅក្នុងការស៊ើបអង្កេតអីចឹងទៅជំហានទី2នៅថ្ងៃទី31ខែឧសភាឆ្នាំ2026ដដែលក្រុមឆបោកបានបញ្ជានិងបញ្ចុះបញ្ចូលឲ្យជនរងគ្រោះធ្វើដំណើរឆ្លងប្រទេសគឺធ្វើដំណើរពីហុងកុងទៅកាន់ទីក្រុងបាងកកប្រទេសថៃតែទៅតែម្នាក់ឯងទេហើយហាមប្រាប់អ្នកណាទាំងអស់កន្លែងនេះបងប្អូនប្រហែលជាអាចមានចម្ងល់ទៀតហើយថាម៉េចបានអត់ឲ្យប្រាប់អ្នកណាគេហើយអត់ប្រាប់គេដែរហើយសិតតែត្រូវធ្វើដំណើរឆ្លងប្រទេសទី1ជនរងគ្រោះត្រូវបានគេធ្វើឲ្យជឿបាត់ទៅហើយថាអ្នកដែលកំពុងតាក់ទងតាមរយៈវីដេអូខលមិនឈប់ព្រឹកតាក់ទងថ្ងៃតាក់ទងល្ងាចតាក់ទងដោយប្រាប់ហេតុប្រាប់ផលប្រាប់ពីសកម្មភាពផ្សេងឥឡូវនេះជនបង្កហេតុនៅកន្លែងណានៅក្បែរខ្លួននាងអីចឹងទៅអញ្ចឹងនាងបានជឿរួចទៅហើយពីព្រោះគេបានធ្វើវីដេអូខលមកនាងគឺមិនដាច់ឡើយនិយាយមកទៅជនឆបោកគឺបានគ្រប់គ្រងផ្លូវចិត្តរបស់នាងរួចទៅហើយឲ្យនាងជឿថាអ្នកដែលកំពុងតែនិយាយជាមួយនាងនេះគឺជាមន្ត្រីពីរដ្ឋាភិបាលទៅពិតហើយគេថែមទាំងធ្វើឲ្យជនរងគ្រោះនោះជឿស្លងតែម្ដងថាមានតែពួកគេទេទើបអាចការពារសុវត្ថិភាពនាងបាននិងក្រុមគ្រួសាររបស់នាងបានអីចឹងទៅថ្ងៃទី31នាងបានចេញដំណើរពីហុងកុងនៅថ្ងៃទី1ខែមិថុនាជនរងគ្រោះបានទៅដល់ទីក្រុងបាងកកប្រទេសថៃប៉ុន្តែជនរងគ្រោះមិនបានជួបគ្នាជាមួយនឹងជនឆបោកទេជនរងគ្រោះត្រូវបានជនឆបោកបញ្ជាតទៀតដោយគ្រប់គ្រងផ្លូវចិត្តរបស់នាងហើយឲ្យជនរងគ្រោះទៅជួលបន្ទប់សន្តាគារស្នាក់នៅតែម្នាក់ឯងផ្ដាច់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារទាំងអស់
តែរឿងនេះបែកធ្លាយដោយរបៀបណាបន្ទាប់ពីឪពុកម្ដាយជនរងគ្រោះបានទទួលវីដេអូនិងរូបភាពពីការចាប់ចម្រិតកូនគាត់ហើយទាមទារយកលុយ$3 លានហុងកុងថែមទាំងដឹងថាកូនរបស់គាត់ត្រូវបានចាប់ចម្រិតឆ្លងប្រទេសទៀតដូច្នេះគាត់គ្មានវិធីសាស្ត្រដែលអាចឲ្យលុយទៅគេហើយជឿថាជីវិតរបស់កូនគាត់នៅទេអញ្ចឹងឪពុកម្ដាយរបស់ជនរងគ្រោះក៏បានទៅសហការជាមួយនឹងប៉ូលីសហុងកុងប៉ូលីសហុងកុងក្រោយពេលដែលបានទទួលការប្តឹងរបស់ឪពុកម្ដាយជនរងគ្រោះក៏ធ្វើការទំនាក់ទំនងជាមួយនឹងផ្នែកឧក្រិដ្ឋកម្មឆ្លងដែនជាមួយនឹងប្រទេសថៃតាមរយៈប្រតិបត្តិការឆ្លងប្រទេសមួយនេះទីបំផុតគេអាចជួយសង្គ្រោះនិស្សិតជនជាតិចិនអាយុ21ឆ្នាំនោះបានដោយសុវត្ថិភាពប៉ុន្តែជនរងគ្រោះម្នាក់នោះគឺអត់មានគ្រោះថ្នាក់អីទេអត់មានការវាយដំក៏គ្មានស្នាមរបួសហើយគ្មានឈាមប្រកបដែរនៅលើខ្លួនរបស់នាងគឺមានតែប្រឡាក់ថ្នាំពណ៌ក្រែមពណ៌ក្រហមហើយសកម្មភាពទាំងឡាយដែលត្រូវបានជំរិតទាបប្រាក់ទៅកាន់ឪពុកម្ដាយគឺជាវីដេអូដែលនាងថតដោយខ្លួនឯងដែលត្រូវបានបញ្ជាពីក្រុមជនឧក្រិដ្ឋនោះឯង我在哪儿？我昨天被那个就是5、6个人带到，我现在也不知道在哪个地方。然后他们就是要求那个，我真的求你们，就是你们把那个300万港币的赎金打过去，要不然你们这个真的就再也见不到我了。他们刚才在打我，妈，我现在真的很害怕，我求你。ជាចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតដែលស្ទើរតែឲ្យមនុស្សនៅលើโลกនេះមិនជឿថារឿងនេះអាចកើតឡើងប៉ុន្តែវាកើតឡើងរួចទៅហើយក្រុមឆោបោកបានបញ្ជាឲ្យនិស្សិតស្រីអាយុ21ឆ្នាំជនជាតិចិនម្នាក់នោះត្រូវទៅជួលតាក់ស៊ីមួយហើយទៅផ្សារទិញខ្សែពួរទិញស្កុតទិញកាំបិតទិញថ្នាំលាបពណ៌និងទិញក្រែមពណ៌ក្រហមឬក៏ថ្នាំអីដែលពណ៌ក្រហមដែលអាចលាបលើខ្លួនឯងឲ្យមើលទៅដូចជាមានរបួសដូចជាត្រូវបានវាយដំហើយយកខ្សែចងដៃចងជើងយកស្កុតបិទមាត់និងចុច record វីដេអូដោយខ្លួនឯងដោយនិយាយសម្ដីទៅកាន់ក្រុមគ្រួសារថាខ្លួនឯងត្រូវបានគេចាប់ចម្រិតត្រូវបានគេវាយធ្វើបាបដូច្នេះក្រុមគ្រួសារគឺត្រូវតែឲ្យប្រាក់ដើម្បីជាការលួសយកជីវិតរបស់គេទៅវិញពីថតវីដេអូទាំងអស់នោះរួចហើយជនរងគ្រោះត្រូវផ្ញើវីដេអូនោះទៅកាន់ជនឆោបោកដែលខ្លួនឯងជឿថាគឺជាសមត្ថកិច្ចហើយអាចការពារជីវិតខ្លួនឯងបានហើយខ្លួនឯងកំពុងតែធ្វើសកម្មភាពដើម្បីចូលរួមសហការជាមួយនឹងរដ្ឋាភិបាលក្នុងការស៊ើបអង្កេតសម្ងាត់មួយពីបទឧក្រិដ្ឋកម្មដ៏ធំឆ្លងប្រទេសតែម្ដងបន្ទាប់ពីទទួលបានវីដេអូនោះហើយតើបងប្អូនគិតថាវីដេអូនោះនឹងទៅណាប្រកាសណាក្រុមឆោបោកបានផ្ញើរូបភាពនិងវីដេអូទាំងអស់នោះទៅកាន់ឪពុកម្ដាយរបស់ជនរងគ្រោះតាមរយៈ WeChat ដើម្បីចម្រិតទារលុយពីឪពុកម្ដាយរបស់ជនរងគ្រោះចំនួន$3 លានហុងកុងទៀតដែលស្មើនឹង12 លានបាតតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាព CCTV គេបានឃើញថាអ្នកបានចូលស្ថានភាពតែម្នាក់ឯងអត់មានអ្នកណាម្នាក់នៅក្នុងបន្ទប់នោះទេហើយក៏គ្មានអ្នកណាម្នាក់ចូលទៅតាមក្រោយដែរហើយក៏គ្មានសញ្ញានៃការចាប់ចម្រិតពិតប្រាកដហើយក៏គ្មានអ្នកមកចាប់ចម្រិតនឹងចងដៃចងជើងនាងដែរដោយពាក្យសារភាពរបស់ជនរងគ្រោះអញ្ចឹងគ្រប់យ៉ាងគឺនាងធ្វើដោយខ្លួនឯងពីព្រោះនាងស្ថិតនៅក្រោមការគ្រប់គ្រងផ្លូវចិត្តពីក្រុមឆោបោកតែកំពុងតែបញ្ជាទៅលើខួរក្បាលរបស់នាងធ្វើឲ្យនាងជឿថានេះគឺជាការពិតនាងបានខ្លាចទៅជាជនរងគ្រោះដែលស្ទើរតែមានបញ្ហាសតិទៅហើយក្នុងរយៈពេលត្រឹមតែមិនដល់2អាទិត្យផងនេះគឺជារឿងដែលយើងទាំងអស់គ្នាត្រូវតែដឹងហើយគឺជាមេរៀនសិក្សាសំខាន់មួយព្រោះករណីនេះឥឡូវកំពុងកើតឡើងនៅអាស៊ីច្រើនមែនទែនហើយសូមបញ្ជាក់ផងដែរថារឿងនេះគឺថ្មីខ្លាំងមែនទែនសម្រាប់ពិភពលោកគឺជាករណីឆោបោកដ៏គ្រោះថ្នាក់ជាងគេបំផុតហើយចំណុចសំខាន់ដែលយើងត្រូវកត់សម្គាល់នៅក្នុងករណីនេះទី1គឺការបន្លំខ្លួនធ្វើជាប៉ូលីសឬក៏មន្ត្រីនៅស្ថាប័នរដ្ឋទី2គឺគម្រាមកំហែងផ្លូវចិត្តខ្លាំងរហូតដល់ថ្នាក់យើងមិនអាចបែងចែកបានថានោះគឺជាការពិតឬក៏ការកុហកចំណុចទី3គឺការបំបែកខ្លួនចេញពីមនុស្សស្គាល់ឬក៏ពីក្រុមគ្រួសារហើយកន្លែងនេះខ្ញុំជឿថាបងប្អូនច្បាស់ជាគិតដែរថាវាមិនអាចទៅរួចទេគ្មានអ្នកគេនៅសុកមិនឲ្យយើងទៅប្រាប់អ្នកណាម្នាក់មិនឲ្យយើងតាក់ទងមួយអ្នកណាម្នាក់ហើយយើងធ្វើបានទេខ្ញុំគិតថាវាអាចទៅរួចព្រោះខ្ញុំបានស្រាវជ្រាវមើលហើយវាពិតជាមានហេតុផលបែបហ្នឹងមែនបើសិនជាបងប្អូនចង់ដឹងអាចចូល comment បានខ្ញុំនឹងធ្វើវីដេអូនេះមួយទៀតពីព្រោះខ្ញុំរកឃើញហើយពីវិធីសាស្ត្រនៃការគម្រាមរបស់ពួកគេដែលធ្វើឲ្យយើងជឿតែម្ដងថាវាគឺជាការប៉ັດហើយយើងដាច់ខាតត្រូវតែផ្ដាច់ខ្លួនពីក្រុមគ្រួសារចំណុចទី4គឺការបញ្ជាឲ្យជនរងគ្រោះបង្កើតភស្តុតាងคล้ายៗដោយខ្លួនឯងដោយជនឧក្រិដ្ឋមិនបានមកជួបជនរងគ្រោះមិនបានចាប់ជនរងគ្រោះចងប៉ុន្តែគ្រប់យ៉ាងគឺជនរងគ្រោះជាអ្នកធ្វើដោយខ្លួនឯងតែហេតុថាវិធីបោកប្រាស់ដ៏គ្រោះថ្នាក់មួយនេះកំពុងតែសាយភាយពេញអាស៊ីទៅពេលនេះប៉ូលីសថៃក៏ដូចជាប៉ូលីសហុងកុងបានដាក់ឈ្មោះឲ្យការចាប់ចម្រិតនេះថាគឺជាការចាប់ចម្រិតនិម្មិតដែលកំពុងក្លាយទៅជាវិធីសាស្ត្រថ្មីនៅក្នុងការចាប់ចម្រិតហើយវាគ្រោះថ្នាក់ខ្លាំងមែនទែនពីព្រោះវានឹងធ្វើឲ្យមនុស្សជាច្រើនជឿថាកូនហើយនិងសាច់ញាតិរបស់ពួកគេត្រូវបានចាប់ចម្រិតព្រោះរូបភាពគឺរូបភាពពិតមិនមែន AI ហើយពួកគេនឹងដាច់ខាតត្រូវតែខំប្រឹងប្រែងផ្ទេរលុយទៅឲ្យជនឧក្រិដ្ឋរហូតដល់ដំណាក់កាលមួយដែលជនឧក្រិដ្ឋគ្រប់គ្រងជនរងគ្រោះបានឈានដល់ការចាប់ចម្រិតពិតប្រាកដហើយប្រសិនបើមិនអាចទទួលបានលុយនៅដំណាក់កាលណាមួយដែលគេពេញចិត្តនោះទេ
ជនរងគ្រោះអាចនឹងត្រូវបាត់បង់ជីវិតគ្រប់ពេលវេលាឆាប់អ៊ីនតាសង្ឃឹមថាវីដេអូនេះនឹងអាចជួយឲ្យបងប្អូនទាំងអស់គ្នាដឹងពីល្បិចបោកប្រាស់មួយបែបទៀតហើយនឹងអាចការពារខ្លួនកុំឲ្យខ្លួនឯងក្លាយទៅជាជនរងគ្រោះម្នាក់ទៀតឯសោះ